តនីការ10000រៀល10000នាក់ក្នុងខែមិថុនាឆ្នាំ2026របស់មូលនិធិគុណធបុផាកម្ពុជាទទួលបានថវិកាបរិច្ចាគសរុប$6,38,200ពីសប្បុរសជនជាង350000នាក់ដែលបានចូលរួមយ៉ាងផុសផុលក្នុងស្មារតីខ្មែរជួយខ្មែរដើម្បីគាំទ្រការពិនិត្យនិងព្យាបាលទារកកុមារនិងស្ត្រីមានផ្ទៃពោះនៅកម្ពុជាដោយឥតគិតថ្លៃលទ្ធផលនេះគឺជាកម្លាំងចិត្តដ៏ធំមួយចំពោះមន្ទីរពេទ្យគុណធបុផានិងជាភស្តុតាងបង្ហាញថាប្រជាពលរដ្ឋខ្មែរជាច្រើននៅតែត្រៀមខ្លួនចូលរួមជួយនៅពេលជីវិតកុមារកម្ពុជាត្រូវការការគាំទ្រក៏ប៉ុន្តែការបរិច្ចាគថវិកាជាង$6 លាននេះគឺជាផ្នែកមួយនៃតម្រូវការសរុបប៉ុណ្ណោះព្រោះមន្ទីរពេទ្យគុណធបុផាត្រូវការថវិកាប្រមាណជា$45 លានក្នុងមួយឆ្នាំដើម្បីបន្តដំណើរការមន្ទីរពេទ្យទាំងនៅរាជធានីភ្នំពេញនិងខេត្តសៀមរាបមានន័យថាខណៈយុទ្ធនាការមួយអាចប្រព្រឹត្តទៅក្នុងរយៈពេល1ខែបេសកកម្មសង្គ្រោះជីវិតកុមារបន្តកើតមានជារៀងរាល់ថ្ងៃកុមារឈឺមិនរងចាំដល់យុទ្ធនាការឆ្នាំក្រោយនោះទេហើយមន្ទីរពេទ្យក៏ត្រូវបន្តផ្ដល់សេវាពិនិត្យនិងព្យាបាលដោយឥតគិតថ្លៃជារៀងរាល់ថ្ងៃដូចគ្នាមូលនិធិគុណធបុផាកម្ពុជាអំពាវនាវដល់សាធារណជនសូមបន្តបរិច្ចាគជួយគាំទ្របេសកកម្មសង្គ្រោះកុមារកម្ពុជានិងរួមចំណែករក្សានិរន្តរភាពនៃដំណើរការរបស់មន្ទីរពេទ្យរាល់ការបរិច្ចាគរបស់សប្បុរសជនទាំងអស់សុទ្ធតែបានជួយកុមារកម្ពុជាម្នាក់ទៀតឲ្យមានឱកាសរស់ដោយមិនគិតពីស្ថានភាពជីវភាពគ្រួសារក្នុងឱកាសនេះ News Today សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រជាពលរដ្ឋទាំងអស់ដែលបានចូលរួមក្នុងយុទ្ធនាការនេះមិនថាតាមរយៈការបរិច្ចាគថវិកាការចែករំលែកវីដេអូការផ្សព្វផ្សាយព័ត៌មានឬការលើកទឹកចិត្តអ្នកដទៃឲ្យចូលរួមនោះទេរាល់ការចូលរួមរបស់អ្នកទាំងអស់គ្នាសុទ្ធតែជាផ្នែកមួយនៃការផ្ដល់ក្តីសង្ឃឹមដល់កុមារកម្ពុជាយុទ្ធនាការអាចមានពេលចាប់ផ្ដើមនិងពេលបញ្ចប់ប៉ុន្តែការសង្គ្រោះជីវិតកុមារគឺជាបេសកកម្មដែលត្រូវការចូលរួមពីយើងទាំងអស់គ្នាពេញមួយឆ្នាំសូមលោកអ្នកនាងបន្តចូលរួមបរិច្ចាគតាមរយៈ QR ផ្លូវការរបស់មូលនិធិគុណធបុផាដែលមានភ្ជាប់នៅក្នុងវីដេអូនេះខ្ញុំរស់សុធាពី News Today NTTV